បាទសួស្តីដល់អ្នកជាងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញដល់អ្នកពីរបៀបក្នុងការដែលយើងដោះស្រាយនៅបញ្ហាជាប់ Microsoft account ដោយយើងคลิกនៅ pin ដែលយើងបាន login ចូលទៅក្នុង computer របស់យើងដោយនៅទីនេះយើងប្រើប្រាស់នៅ command prompt ឬក៏ CMD ដើម្បីធ្វើការបង្កើត user ថ្មីបាទអញ្ចឹងនៅទីនេះអ្វីដែលយើងជំហានដែលយើងត្រូវធ្វើដំបូងគឺយើងត្រូវទៅបើកនៅ CMD ដើម្បីអាចយើងប្រើប្រាស់ចេញពីត្រង់កន្លែងផ្ទាំង accessibility នៅទីនេះតែម្ដងបាទអញ្ចឹងដើម្បីបើក CMD នឹងបានបើយើងចូលទៅកាន់ផ្ទាំង advanced setting របស់ computer របស់យើងសិនបាទអញ្ចឹងដើម្បីចូលផ្ទាំង advanced setting របស់ computer បានយើងចុច shift គ្រាប់ចុច shift ឲ្យជាប់ហើយបន្តមកទៀតយើងធ្វើការ restart computer របស់យើងអញ្ចឹងយើងដល់នេះយើងចុចត្រង់កន្លែង advanced option ហើយយើងយក troubleshoot ហើយយើងជ្រើស advanced option ហើយយើងជ្រើសយកផ្ទាំង command prompt អញ្ចឹងនៅពេលដែលយើងដល់ផ្ទាំង command prompt យើងត្រូវធ្វើការប្រើប្រាស់នៅ command dispatch ដើម្បីយើងទៅពិនិត្យមើលតើយើងមាន volume disk volume របស់យើងទាំងអស់នោះមានប្រមាណអញ្ចឹងនៅទីនេះយើងវាយ dispatch ហើយបន្តមកទៀតយើងប្រើ command list volume ដើម្បីយើងពិនិត្យមើលតើយើងមាន volume ទាំងអស់ប្រមាណបាទអញ្ចឹងនៅទីនេះយើងមានទាំងអស់4យើងមាន G ដែលជា drive DVD អញ្ចឹងនៅក្នុងនោះយើងមាន drive C drive D drive យើងមាន X យើងមាន E ជាដើមអញ្ចឹងយើងបើយើងទៅធ្វើបន្តទៀតយើងអាចប្រើ command exit ដើម្បីចាក់ចេញពី dispatch ហើយបន្តមកទៀតយើងធ្វើការផ្លាស់យើងធ្វើការពិនិត្យមើលថាតើvolume មួយណាដែលជា volume ដែលមានផ្ទុកនៅ file Windows របស់យើងដោយយើងធ្វើការប្រើ command dir ហើយយើងចូលទៅកាន់ volume យើងមួយហើយចាប់ដើម PC ទៅអញ្ចឹងនៅទីនេះយើងអត់មានទេយើងអាចចូល D ម្ដងដោយប្រើ command dir ហើយ D អញ្ចឹងនៅទីនេះយើងឃើញមាននៅក្នុង volume របស់ D របស់យើងគឺយើងមានdirectory ដូចជា program file គុណ86យើងមាន user windows អញ្ចឹងយើងសន្មតថា volume D នេះគឺជា drive មួយដែលផ្ទុកនៅ Windows របស់យើងបាទអញ្ចឹងអ្វីយើងត្រូវធ្វើបន្តមកទៀតយើងធ្វើការផ្លាស់ directory របស់យើងទៅកាន់ drive D នឹងតែម្ដងណាបាទអញ្ចឹងទីនេះយើងប្រើ command ដូចយើងចុចឈ្មោះ volume នឹងយកតែម្ដងគឺ D បាទអញ្ចឹងទីនេះយើងបានផ្លាស់ directory យើងមកកាន់ D ហើយដែលមានផ្ទុកនៅ file Windows របស់យើងបន្តមកទៀតយើងធ្វើការប្រើ command cd ដើម្បីចូលទៅកាន់ទាំងចូលទៅកាន់ directory Windows អញ្ចឹងយើងវាយ cd ហើយយើងវាយពាក្យថា Windows បន្តមកទៀតយើងប្រើ cd ម្ដងទៀតដើម្បីចូលទៅកាន់ system 32អញ្ចឹងនៅពេលដែលយើងមកដល់ system 32ហើយយើងធ្វើការ copy នៅ file មួយឈ្មោះថា utilman.exe ដោយផ្លាស់ប្ដូរទៅឈ្មោះ utilman1.exe អញ្ចឹងយើងប្រើ command copy utilman.exe ដែលយើងផ្លាស់ប្ដូរឈ្មោះទៅជា utilman1.exe នៅពេលនេះយើងបាន copy រួចរាល់អញ្ចឹងយើងធ្វើការប្រើ command មួយទៀតគឺយើង copy ម្ដងទៀតដោយ copy cmd.exe ដោយផ្លាស់ប្ដូរឈ្មោះទៅជា utilman.exe អញ្ចឹងនៅត្រង់កន្លែងនេះគេសួរយើងតើយើងធ្វើ override នៅ file អញ្ចឹងទីនេះយើងគ្រាន់តែវាយចេះមកបាទអញ្ចឹងរួចរាល់អញ្ចឹងអ្វីយើងត្រូវធ្វើបន្តមកទៀតយើងធ្វើការ restart computer របស់យើងដើម្បីចូលកាន់ផ្ទាំង log on ម្ដងទៀតបាទអញ្ចឹងបន្ទាប់ពីយើង restart រួចយើងអាចចូលទៅកាន់ផ្ទាំង CMD ដោយចុចត្រង់កន្លែង accessibility អញ្ចឹ
ចឹងយើងនឹងឃើញផ្ទាំង CMD លោកមកបាទចឹងនៅទីនេះយើងគាត់ថាបង្កើតនៅ user ថ្មីហើយយើងធ្វើការ assign user ហ្នឹងឲ្យមានសិទ្ធិជា administrator មកយើងអាចប្រើប្រាស់នៅ user ថ្មីនឹងបានដើម្បីចូលទៅធ្វើការ copy ឬក៏បែកឯកសារចេញពី user profile ដែលយើងជាប់នៅaccount Microsoft account បាទអញ្ចឹងនៅទីនេះយើងប្រើ command មួយឈ្មោះថា net user ដើម្បីបង្កើតនៅ user ថ្មីបាទបន្តទៅយើងដាក់ឈ្មោះ user របស់យើងគេហៅថាខ្ញុំដាក់ VLAM ហើយបន្តមកទៀតយើងចុច /add បាទអញ្ចឹងយើងប្រើ command នេះដើម្បីបង្កើតនៅ user បាទអញ្ចឹង user នេះយើងបង្កើត user ថ្មីដោយសារ user នេះខ្ញុំធ្លាប់បានបង្កើតម្ដងហើយ VLAMM បាទអញ្ចឹងយើងគាត់ទៅចុច enter អញ្ចឹងវានឹងធ្វើការបង្កើតនៅ user មួយដែលមានឈ្មោះថា VLAMM បាទអញ្ចឹងបន្តមកទៀតយើងធ្វើការ assign user LAM ហ្នឹងទៅកាន់ administrator group បាទអញ្ចឹងយើងប្រើ command មួយឈ្មោះថា net local group ហើយយើងវាយពាក្យថា administrator ហើយយើងដាក់ឈ្មោះ user ដែលយើងបានបង្កើតហ្នឹង VLAMM តាមទៀតយើង /add បាទអញ្ចឹងបន្ទាប់ពីយើងវាយ comment មួយនេះចុងក្រោយគឺវាសម្រាប់ធ្វើការ assign user VLAMM ហ្នឹងទៅកាន់ group administrator បាទដើម្បីឲ្យវាមានសិទ្ធិជា administrator អញ្ចឹងបន្ទាប់ពីរួចរាល់ខ្ញុំ exit បាទហើយយើងធ្វើការ restart computer របស់យើងដើម្បីឲ្យវាបង្ហាញនៅ user ដែលយើងបានបង្កើតមិញបាទអញ្ចឹងបន្ទាប់ពីយើង restart មកយើងនឹងឃើញមាននៅខាងផ្នែកខាងឆ្វេងខាងក្រោមយើងឃើញមានឈ្មោះ user ដែលយើងបានបង្កើតបាទអញ្ចឹង user VN នេះជា user ដែលយើងជាប់ Microsoft account ហើយ user ថ្មីដែលយើងបង្កើត VLAMN នេះបាទយើងចុចទៅលើ user ហ្នឹងមកហើយយើងធ្វើការ sign in វាចូលបាទអញ្ចឹងក្រោយពីយើង restart មកយើងអាចចូលមកប្រើប្រាស់ computer របស់យើងបានដោយ sign in នៅ user ថ្មីដែលមានឈ្មោះថា VLAMM បាទអញ្ចឹងអ្វីយើងត្រូវធ្វើបន្តមកទៀតយើងចូលទៅ backup ឬក៏ copy នៅឯកសារផ្សេងៗដែលមានសារៈសំខាន់ដែលស្ថិតនៅក្នុង user VN ដែលជាប់ pass ដែលជាប់ pin Microsoft account ចេញមកហើយយើងធ្វើការលុប user នឹងចោលបាទអញ្ចឹងយើងចូល file explorer មកដោយសារយើងអាចប្រើប្រាស់ computer បានតមកទៀតយើងចូល disk PC យើងចូល drive C តមកទៀតយើងចូល user បាទយើងនឹងឃើញមាន user ទាំងអស់គឺមាន administrator NV user public មាន user VLAM បាទ user VLAMM ដែលខ្ញុំបានបង្កើតមិញបាទអញ្ចឹង user ដែលជាប់ password គឺ user NV នេះបាទអញ្ចឹងយើងអាចចូលទៅកាន់ user NV នឹងមកចឹងបន្ទាប់ពីយើងចូលបានហើយយើងអាច copy រាល់ឯកសារផ្សេងៗដែលស្ថិតនៅក្នុង user profile នៃ user NV ដែលបានជាប់ password មិញបាទចឹងបន្ទាប់ពីយើង copy យកទុករួចរាល់យើងអាចលុបនៅ user មួយនឹងចោលបានបាទអញ្ចឹងចាប់ពីពេលទៅយើងប្រើ user VLAMM វិញបាទអញ្ចឹងរបៀបក្នុងការដែលយើង fix Microsoft account ក្នុងករណីដែលយើងជាប់ pin ដែលយើងបាន log in ចូលក្នុង computer របស់យើងដោយប្រើប្រាស់នៅ command prompt ឬក៏ CMD គឺមានប៉ុណ្ណឹងបាទសូមអរគុណ